ជំរាបសួរលោកគ្រូហើយនិងអ្នកទាំងអស់គ្នាខ្ញុំឈ្មោះខឿនកុសលវ៉ារីជាតំណាងក្រុមទី5ដែលក្រុមទី5របស់យើងគឺមានសមាជិកចំនួន4នាក់គឺកៅលៀបសុករក្សាគួយគឹមហេងខឿនកុសលវ៉ារីនិងទេពធីរិទ្ធដារងtopic របស់យើងគឺ market segmentation ដែលនៅក្នុង topic ហ្នឹងគឺមាន4មាតិកាទៀតគឺមាតិកាទី1 geographic segmentation ទី2 demographic segmentation ទី3 psychographic segmentation និងទី4 behavioral segmentation មុននឹងយើងចូលទៅចំណុចមួយយើងគួរតែយល់នៅ topic របស់យើងសិនគឺពាក្យ market segmentation តើពាក្យ market segmentation ហ្នឹងគឺមានអត្ថន័យដូចម្ដេច market segmentation ហ្នឹងគឺជាការបែងចែកទីផ្សារគោលដៅធំទូលាយឲ្យคล้ายទៅជាក្រុមតូចៗដែលអាចគ្រប់គ្រងបានយ៉ាងងាយនៃអ្នកប្រើប្រាស់ដែលមានតម្រូវការលក្ខណៈឬឥរិយាបថប្រហាក់ប្រហែលគ្នាដោយការធ្វើដូច្នេះក្រុមហ៊ុនអាចរចនាផលិតផលសេវាកម្មនិងយុទ្ធសាស្ត្រទីផ្សារឲ្យសមស្របទៅនឹងក្រុមនីមួយៗបាននិងមានប្រសិទ្ធភាពជាងមុនយើងបន្តទៅចំណុចមួយទៀតគឺ geographic segmentation អញ្ចឹងគឺនៅក្នុងចំណុចហ្នឹងខ្ញុំមានពន្យល់ពាក្យចំនួន2គឺទី1 geographic segmentation geographic segmentation ហ្នឹងគឺជាយុទ្ធសាស្ត្រទីផ្សារដែលបែងចែក target market ឬក៏ទីផ្សារគោលដៅហ្នឹងទៅជាក្រុមតូចៗដោយផ្អែកទៅលើតំបន់ផ្សេងៗដូចជាប្រទេសទីក្រុងតំបន់ឬក៏អាកាសធាតុហើយពាក្យមួយទៀតគឺ localize ហ្នឹងគឺសំដៅទៅលើការសម្របនៅអ្វីមួយឧទាហរណ៍ដូចជាទំនិញឬក៏សេវាកម្មអញ្ចឹងការសម្របហ្នឹងគឺដើម្បីបំពេញតាមតម្រូវការនៃតំបន់ជាក់លាក់ណាមួយរបស់អតិថិជននៅក្នុងចំណុច geographic segmentation ហ្នឹងគឺនៅក្នុងសភៅគេលើកឧទាហរណ៍អំពីក្រុមហ៊ុន Target ហើយនិង Walmart ដែលជាក្រុមហ៊ុនលក់រាយធំៗរបស់អាមេរិកគឺក្រុមហ៊ុនពីរហ្នឹងគឺពួកគាត់បានបើកដំណើរការនៅក្រុមហ៊ុនទូចៗទៀតដែលជាក្រុមហ៊ុនលក់រាយតូចៗហើយទីតាំងគឺស្រួលរកហើយនៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើនដែលតំបន់នោះគឺបើយើងបើកហាងធំដូចជាហាងទូទៅរបស់ Walmart ឬក៏ Target ហ្នឹងគឺវាមានទំហំធំខ្លាំងដែលមិនអាចបើកដំណើរការនៅតំបន់នោះបានពីព្រោះអតិថិជននៅតំបន់នោះគឺពួកគាត់ទិញញឹកញាប់ប៉ុន្តែគឺពួកគាត់ទិញម្ដងតិចៗទេអញ្ចឹងបើសិនជា Walmart ហើយនិង Target បើកហាងនៅតំបន់នោះគឺជាហាងធំទូទៅរបស់គាត់ហ្នឹងគឺធ្វើឲ្យពិបាកក្នុងការលក់ពីព្រោះគឺហាងមានទំហំធំមានអីវ៉ាន់ច្រើនចំណែកឯអតិថិជនគឺពួកគាត់មានតម្រូវការម្ដងតិចទេអញ្ចឹងយុទ្ធសាស្ត្រដែល Target ហើយនិង Walmart ត្រូវធ្វើហ្នឹងគឺជាការបង្រួមហាងឲ្យទូជាងមុនដើម្បីអាចដំណើរការនៅតំបន់នោះបានឧទាហរណ៍គឺ Target Express ហ្នឹងគឺជាក្រុមហ៊ុនលក់រាយតូចៗរបស់ Target ដែលគាត់បើកលក្ខណៈទូជាងមុនអញ្ចឹងស្មើនៅវាដូចប៉ុន Mart 7ប៉ុនអីចឹងទៅលើសពីការកែប្រែនៅទំហំហាងលក់រាយជាច្រើនបានប្រើនៅយុទ្ធសាស្ត្រ localize នៅទំនិញឬសេវាកម្មដែលបានជ្រើសរើសនៅចំណុចហ្នឹងគឺមានន័យថាហាងមួយចំនួនគឺពួកគាត់មិនគ្រាន់តែធ្វើការ localize ដោយកែប្រែនៅទំហំហាងឲ្យទូចឬក៏ធំទេគឺពួកគាត់បានធ្វើការ localize តាមរយៈការជ្រើសរើសនៅមុខទំនិញណាមួយដាក់លក់ឧទាហរណ៍ដូចជាយើងបើក restaurant មួយចឹងមួយនៅខេត្តមួយទៀតគឺនៅទីក្រុងចឹងនៅទីក្រុងអាចនឹងមានជនបរទេសច្រើនជាតិសាសន៍ច្រើនអីចឹងយើងអាចបើកនៅហាងមួយប្រភេទដែលលក់នៅអាហារបែបចម្រុះជាតិសាសន៍មានអាមេរិកមានអឺរ៉ុបមានខ្មែរមានអាស៊ីប្រទេសផ្សេងៗទៀតចឹងទៅហើយចំណែកឯ restaurant របស់យើងដែលបើកនៅតាមខេត្តគឺអាចនឹងអត់សូវមានជនជាតិចឹងយើងបើកrestaurant ម្ហូបបែបខ្មែរអញ្ចឹងទៅព្រោះភាគច្រើនជាប្រជាជនខ្មែរដែលជាអតិថិជននៅតំបន់ហ្នឹងហើយឧទាហរណ៍គឺក្រុមហ៊ុន Messi មានកម្មវិធី localization មួយមានឈ្មោះថា My Messi ដែលកម្មវិធី localize របស់ My Messi ហ្នឹងគឺបានចែកជា69តំបន់ខេត្តដែលមានទំនិញផ្សេងៗគ្នា
ការចែកជាតំបន់69ខេត្តហ្នឹងគឺដើម្បីឆ្លើយតបទៅតាមតម្រូវការដែលមានក្នុងតំបន់ខេត្តនីមួយៗ demographic segmentation ហ្នឹងមានថាគឺជាការបែងចែកទីផ្សារទៅតាមក្រុមដែលផ្អែកទៅលើការផ្លាស់ប្ដូរនីមួយៗដូចជាអាយុភេទប្រាក់ចំណូលការងារការអប់រំតំបន់ race ហ្នឹងហើយ generation ដែលវាមានដូចជាXY Z generation R5 ជាដើម lifestyle ជីវិតរស់នៅប្រចាំថ្ងៃហើយនឹង personality មានន័យថាគឺជាបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗចំណែកកន្លែងនេះវិញ age and life cycle segment ហ្នឹងអាហ្នឹងគឺជាការបែងចែកតាមអាយុហើយវាគឺជាដំណើរការនៃការផ្ដល់ជូននៅផលិតផលផ្សេងៗគ្នាឬក៏ប្រើប្រាស់នៅទីផ្សារផ្សេងៗគ្នាដើម្បី approach ទៅដល់អ្នកដែលមានអាយុផ្សេងៗគ្នានិង life cycle គ្រប់ហ្នឹងដល់ពេលចំណាយ income segmentation វិញមានថាគឺជាការបែងចែកទីផ្សារទៅតាមអតិថិជនដែលមានប្រាក់ចំណូលកម្រិតខ្ពស់កម្រិតមធ្យមនិងកម្រិតទាបចំណែក gender segmentation ហ្នឹងមានថាគឺជាការបែងចែកទីផ្សារទៅតាមភេទដូចជាភេទប្រុសឬក៏ភេទស្រីហ្នឹងpsychographic segmentation ហ្នឹងមានន័យថាជាការបែងចែកអ្នកទិញហ្នឹងទៅតាមក្រុមផ្សេងៗគ្នាដែលផ្អែកទៅលើsocial class lifestyle ហ្នឹងមានន័យថាជីវិតរស់នៅប្រចាំថ្ងៃឬក៏បុគ្គលិកលក្ខណៈរបស់អតិថិជនហ្នឹងនិយាយពី psychographic segmentation ដែលតពី demographic segmentation អញ្ចឹងpsychographic segmentation ហ្នឹងគឺជាគេ psychographic segmentation ហ្នឹងគឺជា type of market ដែលវាបែងចែក customer ហើយនិង market ទៅក្នុងក្រុមនីមួយៗដែល base យោងតាម lifestyle ឬក៏ personality characteristic ហើយយើងនឹង discuss របៀបដែល product ដែលយើងបានលក់នឹង seller ទៅ customer របស់យើងគឺវា reflect ទៅដល់ពួកគាត់ប៉ុណ្ណាទៅលើការរស់នៅរបស់គាត់ជាប្រចាំថ្ងៃហ្នឹងហើយនឹងវា include 5 factor ដែលយើងនឹងលើកយកមកដូចជា personality trait interest motivation ហើយនិង lifestyle និយាយទៅយើង study psychographic segmentation ហ្នឹងឲ្យយើងយល់ពីការយល់ដឹងទៅលើ consumer customer របស់យើងក្នុង level មួយដែលជ្រៅហើយនឹងវាជួយដល់ការបង្កើតនៅ marketing campaign ហ្នឹងឲ្យវាល្អអញ្ចឹង5ចំណុចហ្នឹងក្នុង company មួយគេបានបែងចែកហើយនឹងគេបានសិក្សាដើម្បីឲ្យនៅ psychographic segmentation ហ្នឹងឲ្យវាមាន effective ទៅលើ consumer របស់គាត់ដែលហ្នឹងគឺគេ understand ទៅលើ value ដែលវាជាអ្វីដែលយើងផ្ដល់ទៅឲ្យ customer របស់យើង value ហើយជាមួយនឹង personality ពីច្រើនក្រុមហ៊ុនមួយគេផ្ដោតទៅលើ personality trait ដែលវាទាក់ទងនឹង behavior feeling ហើយនឹងការគិតដែលគេបានផ្ដោតទៅលើហ្នឹងដើម្បី understand ទៅលើ type of product ណាដែលវា fit ទៅដល់ personality របស់ consumer របស់យើងហើយចំណែកឯ interest វាជា hobby និង passion ដែលពួកគេមានដែលអ្វីដែលពួកគេធ្វើប្រចាំថ្ងៃហើយនឹង passion អ្វីដែលគេដាក់ចិត្តនឹងធ្វើឲ្យមួយចឹងយើងពីចឹងក៏ company ក្រុមហ៊ុនពីចឹងគេអាច study និង investment នេះដើម្បីស្វែងយល់ពីបុគ្គលឬក៏ data និយាយទៅយក data ដែលបានដើម្បីបង្កើតនៅ plan move ផ្សេងៗដែលវាទាក់ទងនឹងអាច sell product ទៅដល់ customer របស់គាត់បានហើយចំណែក motivation ហ្នឹងគឺវាទាក់ទងមួយនឹងការលើកទឹកចិត្តហើយនឹងការ belief មួយដែលតគ្នាទៅលើ product ឬក៏របស់ company និងរបស់ប្រើប្រាស់ដែល consumer គឺគាត់អាចជឿទុកចិត្តនិងអាចមាននៅ motive មួយដែលអាចជួយ
ឲ្យពួកគេអាចប្រើប្រាស់ផលិតផលឡើងបាននិយាយទៅpsychographic segmentation ហ្នឹងបើយើងអាច understand ជាមួយនឹង five factor ហ្នឹងបានគឺវាជួយឲ្យ target marketing របស់យើងគឺវាមានភាពងាយស្រួលហើយបន្ថែមហ្នឹងទៀតវាអាចជួយបង្កើតនៅ marketing campaign ហ្នឹងឲ្យវាមានភាព relevant appealing ទៅដល់ customer ឲ្យវាចំ customer ដែលពួកគេចង់បានហើយបើយើងមានអាហ្នឹងហើយក្រុមហ៊ុនមួយដែលមានតែគេបាន hit ជាមួយនឹង psychographic segmentation ទៅដល់ consumer customer របស់គាត់ហើយចឹង message ដែលយើងបាន send ទៅដល់ពួកគេវាអាចនឹង hit ហើយអាច make a sell ជាជាងធម្មជា product ឬក៏ message ធម្មតាដែលវាអត់មាន interest ហើយវាមើលទៅវាអត់មានចំណាប់អារម្មណ៍ពី customer របស់យើងអញ្ចឹងឧទាហរណ៍មួយដែលក្រុមហ៊ុនដែលប្រើ psychographic segmentation ហ្នឹងគឺវា effective ទៅលើ customer របស់គាត់ខ្លាំងជាងគឺក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន Coca-Cola គាត់ប្រើ psychographic segmentation ហ្នឹងគឺគាត់ផ្ដោតទៅលើ social ន័យថា social connection របស់ customer របស់គាត់ consumer របស់គាត់តែពួកគាត់កត់សម្គាល់ឃើញថាconsumer របស់គាត់គឺចូលចិត្ត spend time ជាមួយនឹង family friend ហើយនឹងមនុស្សដែលពួកគេស្រឡាញ់អញ្ចឹងពួកគេបានបង្កើតបែងចែក marketing campaign របស់ពួកគាត់ហ្នឹងទៅជាផ្នែកផ្សេងៗដើម្បីសិក្សាទៅលើ important នៃ sharing moment អញ្ចឹងដោយការស្វែងយល់អស់ហ្នឹងគឺបានបង្កើតនៅ connect ជាមួយនឹង strong relationship ជាមួយនឹង audience របស់គាត់ហើយបាន encourage ទៅដល់ consumer របស់គាត់ហ្នឹងឲ្យ share Coca-Cola ហ្នឹងជាមួយនឹង family ហើយនឹង friend លក្ខណៈថានៅពេលដែលពួកគេមានកម្មវិធីអីមួយដែលល្អការដើរលេងឬក៏ការហូបអីជុំគ្នាអញ្ចឹង Coca វាលេចមុខមកអញ្ចឹងវាបង្កើតនៅ psychographic ហ្នឹងវា effective ទៅលើហ្នឹងcustomer របស់គាត់ហើយវា encourage customer របស់គាត់ខ្លាំងមែនទែនដោយពួកគេហ្នឹងឲ្យតែយើងឃើញឲ្យតែពាណិជ្ជកម្មយើងឃើញថាពេលដែលមានកម្មវិធីអីគឺ Coca-Cola តែងតែមានមុខនៅក្នុងហ្នឹងវាសិក្សា deep ទៅលើ motive ហើយនឹងpersonality ជាមួយនឹង consumer និង customer របស់គាត់នោះវាបានជ្រៅហើយបើយើង understand ទៅលើ segment មួយហ្នឹងគឺយើងយល់ច្បាស់ពី motivation របស់ customer របស់យើងនិងយល់ពី need ដែលពួកគេចង់បានហើយអញ្ចឹងយើងsegmentation របស់យើងថ្ងៃហ្នឹងមានតែប៉ុណ្ណឹងហើយខ្ញុំនឹងបន្តចំណុចបន្តទៅ part របស់ខ្ញុំមួយទៀតអរគុណច្រើនដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់អរគុណខ្ញុំរក្សាខ្ញុំមកនិយាយពីចំណុច behavioral segmentation behavioral segmentation ហ្នឹងគឺជាការបែងចែកនៅក្រុមអ្នកទិញដែលផ្អែកទៅលើចំណេះដឹងអាកប្បកិរិយាការប្រើប្រាស់និងការឆ្លើយតបទៅនឹង product អញ្ចឹង behavioral segmentation ហ្នឹង key demands វាគឺមាន5ទី1គឺជា occasions benefit sought user status usage rate loyalty status key dimensions of behavioral segmentation ទី1គឺ occasion អញ្ចឹង occasion ហ្នឹងគឺជាក្រុមអ្នកទិញដែលគាត់ទិញឬក៏ប្រើប្រាស់ product ហ្នឹង depends ទៅលើ occasion ទៅលើស្ថានភាពដូចជាបុណ្យទានឬក៏ឱកាសអ្វីផ្សេងឧទាហរណ៍ដូចជា Valentine Christmas Mother's Day ឬក៏ពិធីបុណ្យឬក៏ឱកាសអីផ្សេងចឹងទៅអញ្ចឹងអ្នកទិញអ្នកលក់ហ្នឹងគាត់គួរដឹងថាក្នុងឱកាសហ្នឹងគាត់ត្រូវលក់អី
ដើម្បីផ្ដល់ជូនទៅដល់អតិថិជនឬក៏ធ្វើការ promotion discount នៅក្នុងឱកាសហ្នឹងទៅដល់អតិថិជនដែលធ្វើឲ្យមានការតាក់ទាញចំណាប់អារម្មណ៍អតិថិជនច្រើនចំណុចមួយទៀតគឺ benefit sort benefit sort ហ្នឹងគឺជាក្រុមអ្នកទិញដែលគាត់ទិញ product ហ្នឹងសម្លឹងទៅមើល benefits អត្ថប្រយោជន៍ហើយនិងគុណភាពឧទាហរណ៍ដូចជាអតិថិជនហ្នឹងគឺគាត់ចង់ទិញថ្នាំដុសធ្មេញមួយអញ្ចឹងទៅគាត់សម្លឹងមើលថាគុណភាពថ្នាំដុសធ្មេញហ្នឹងជួយគេខ្លះជួយបញ្ហាសុខភាពមាត់ធ្មេញដូចម្ដេចធ្វើឲ្យធ្មេញសឬក៏ជួយទៅដល់ខ្យល់ដង្ហើមរបៀបមិនចឹងទៅអញ្ចឹង benefit sort ហ្នឹងអញ្ចឹងអ្នកទិញហ្នឹងគឺគាត់សម្លឹងទៅមើលអត្ថប្រយោជន៍នៅក្នុង product ហ្នឹងមួយទៀតគឺ user status អញ្ចឹង user status ហ្នឹងគឺជាការបែងចែកទីផ្សារអតិថិជនដូចជា non users users potential users first users ហើយនិង regular users អញ្ចឹង non users ហ្នឹងគឺជាបុគ្គលដែលគាត់អត់ដែលប្រើប្រាស់ផលិតផលហ្នឹងពីមុនមកទេអត់ដែលប្រើប្រាស់សោះហ្មងមួយទៀតគឺ potential users ហ្នឹងpeople ហ្នឹងគឺគាត់អត់ដែលប្រើប្រាស់ផលិតផលហ្នឹងអត់ទាន់បានប្រើប្រាស់ផលិតផលហ្នឹងទេប៉ុន្តែគាត់នឹងអាចប្រើប្រាស់នៅថ្ងៃមុខបានមួយទៀតគឺ first user អញ្ចឹង first user ហ្នឹង people ដែលគាត់ប្រើប្រាស់ផលិតផលហ្នឹងនៅថ្ងៃដំបូងនៅលើកដំបូងបើ regular user ហ្នឹងគឺ customer ដែលគាត់ប្រើប្រាស់ឬក៏ទិញ product ហ្នឹងម្ដងម្កាល usage rate អញ្ចឹង usage rate ហ្នឹងគឺជាអត្រានៃការប្រើប្រាស់អញ្ចឹងអត្រាការប្រើប្រាស់អតិថិជនគឺបែងចែកទៅជា3ដូចជា light medium ហើយនិង heavy users អញ្ចឹង light user ហ្នឹងគឺជា people ដែលគាត់ប្រើប្រាស់ product ហ្នឹងទៅ depend ទៅលើស្ថានភាពហើយនិង occasionally ហ្នឹងមួយទៀតគឺកម្រឬក៏កម្រអញ្ចឹងទៅគាត់អត់ងាយទិញទេគាត់មួយទៀតគឺ medium user ហ្នឹង people ដែលគាត់ប្រើប្រាស់ផលិតផលហ្នឹងម្ដងម្កាលដែលអត់ញឹកញាប់ទេ heavy user ហ្នឹងគឺគាត់ប្រើប្រាស់ផលិតផលហ្នឹងfrequently like ញឹកញាប់ហើយនឹងទិញច្រើនអញ្ចឹងទៅចំណុចចុងក្រោយគឺ loyalty status គឺជាអតិថិជនគឺជាក្រុមអតិថិជនដែលកម្រិតនៃការ like loyalty brand ហ្នឹងមានន័យថាស្មោះត្រង់តែលើ brand ហ្នឹងមួយទេគឺមានដូចជា hardcore loyal អញ្ចឹង hardcore loyal ហ្នឹងគឺអតិថិជនហ្នឹងគឺគាត់ប្រើប្រាស់តែ brand ហ្នឹងដដែលមួយឯងគឺគាត់អត់ប៉ែតតៃចាប់ចិត្តទៅលើ brand ផ្សេងអីទៀតទេតែមួយហ្នឹងឯងមួយទៀតគឺ split loyal អញ្ចឹង split loyal ហ្នឹងគឺគាត់like គាត់ចាប់អារម្មណ៍ឬគាត់ស្មោះត្រង់ចូលចិត្ត brand 2ទៅ3 brand មួយទៀតគឺ shifting loyal អញ្ចឹង shifting loyal ហ្នឹងគឺគាត់change like គឺ change ពី loyalty brand មួយទៅជា loyalty brand មួយទៀតដូចជាគាត់ like ពីមុនគាត់ចូលចិត្តតែ brand LV ឯង and then គាត់ change ពី LV ទៅ Hermes អីចឹងទៅមួយទៀតគឺ switchers no loyalty អញ្ចឹងចំពោះ no loyalty គឺបុគ្គលហ្នឹងគឺគាត់like គាត់អត់ត្រូវការ brand like គាត់អត់ប្រើប្រាស់របស់ brand អញ្ចឹងទៅតែ base តែគាត់ទិញគឺ base ទៅលើភាពងាយស្រួលនិងទៅលើ price ហើយនិង promotion ទេប៉ុន្តែចំពោះ product មួយចំនួនវាមាន brand ប៉ុន្តែមាន promotion discount តម្លៃល្អអញ្ចឹងទៅក៏គាត់ទិញផងដែរអញ្ចឹងចំណុចខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានតាមដានទស្សនាស្ដាប់តាំងពីដើមរហូតដល់ចប់